ចាក៏ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអ៊ំពូមីងយាយតាទាំងអស់គ្នាចានេះជាសកម្មភាពពេលយប់បងប្អូនអស់គ្នាចាគឺរបស់ហូបក៏ច្រើនរបស់លក់យរុំទំនាប់ជើងក៏អាវក៏មានដែរបងប្អូនចាមានជាច្រើនដែលខ្ញុំថតអត់សពទេគឺខ្ញុំថតបានទៅត្រុសបង្ហាញពីទស្សនភាពឲ្យបងប្អូនពុកម៉ែបងប្អូនបានមើលតែម្ដងចាហើយកន្លែងគប់ពេជ្រប៉ោងមានលក់គ្រប់ប្រសពបងប្អូនច្រើនមែនតែនតាំងពីកវលខ្សែកដែររបស់ស្រីទៅពេញនិយមសឹកបចោតពេលចូលញ៉ាំការបន្តិចទូផ្លែអីចឹងបងប្អូនចាមានគ្រឿងលម្អខ្លួនខ្លះអីចឹងទៅមាននាឡិកាមានវ៉ែនតាមានកាបូបលុយចាបងប្អូនរៀបរាប់តាមហ្នឹងគឺរៀបរាប់មិនអស់តែម្ដងចារៀបរាប់អត់អស់តែម្ដងបងប្អូននេះខោអាវគឺខ្ញុំថតតែត្រុសទេបងប្អូនពេលខ្ញុំចូលទៅដល់ខ្ញុំថតចាប់ពីនឹងរហូតទៅដល់មុខរងលខោនចាហើយវីដេអូនេះគឺហុសថ្ងៃហើយបងប្អូនខ្ញុំទៅមិនបានកាត់បានផុសពេលថ្ងៃនេះឲ្យពុកម៉ែបងប្អូនបានមើលតែម្ដងអញ្ចឹងបងប្អូនចាក៏មិនបានជាកាត់ភ្លាមដែររវល់បន្តិចបន្តួចចឹងទៅបងប្អូនអញ្ចឹងក៏ទៅមិនបានកាត់ឲ្យបងប្អូនផុសឲ្យបងប្អូនមើលចាហើយបងប្អូនកុំច្រឡំតែខ្ញុំផុសភ្លាមaccountថ្ងៃហ្នឹងអត់ទេaccountតាំងពីថ្ងៃទី29ម្លេះបងប្អូនចាពេលអញ្ចឹងខ្ញុំក៏អត់បានផុសភ្លាមអញ្ចឹងគឺខ្ញុំថតហើយគឺអត់បានផុសឲ្យបងប្អូនអញ្ចឹងទៅនឹងបានកាត់បានផុសតែជូនឲ្យបងប្អូនទស្សនាមើលអញ្ចឹងទៅបងប្អូននេះឆារបស់ហូបមិនខ្វះទេបងប្អូនចាបងប្អូនសូមថាស្រកគីឡូកុំឲ្យស្រកឲ្យសោះបងប្អូនមកឃើញរបស់ហូបច្រើនម្លឹងអត់ស្រកគីឡូអត់កាត់កើតទេបងប្អូនអើយសម្រាប់អត់កើតទេគឺដឹងឡើងគីឡូទីដែរបងប្អូនអើយចាឡើងគីឡូស៊ឹកតែម្ដងអញ្ចឹងណាចាបងប្អូននេះក៏ខ្ញុំដើរថតកន្លងជុំវិញម្ដងកន្លែងរោងរខោននឹងតែម្ដងចាខ្ញុំមកដល់កន្លែងហ្នឹងគឺថតបន្តិចបន្តួចហើយបានខ្ញុំត្រឡប់ទៅមើលកន្លែងផ្សេងទៀតបងប្អូនចាទៅមើលពីកន្លែងបងក៏លក់ខោអាវលក់អីអញ្ចឹងហើយរបស់ហូបហើយបងប្អូនចាប់ផ្ដើមពីខ្ញុំថតអញ្ចឹងហើយបងប្អូនចាំទៅមើលពីកន្លែងខោអាវចាខ្ញុំឃើញខ្ញុំខ្វាកបងប្អូនក៏ខ្វាកហឺងខោអាវតែមិនពិតបងប្អូនហើយមានបានអីច្រើនបានតែតិចតួចឲ្យកូនមកផ្លេអីចឹងណាបងប្អូនចាខ្លួនឯងក៏មិនអត់ដែរទិញលើកទឹកចិត្តខ្លួនឯងខ្ញុំអាវមួយពីរដែរចឹងទៅចាម៉ឺនអីចឹងវាមិន 4-5 ម៉ឺនអីចឹងទេចាម៉ឺនដល់ពេលស្រុកចូលគ្នាអស់ក្រែដែរណាបងប្អូនចានេះបងប្អូនកន្លែងពងក្មេងលោតក្មេងអីលេងកបែងលេងកំសាន្តច្រើនហើយមើលអត់ឲ្យខ្ញុំថតណាតែខ្ញុំតាមថតទៅតបានបងមើលចាគាត់នៅភូមិមួយគ្នាដែរហ្នឹងចានេះគាត់គប់ពេជ្រប៉ោងអញ្ចឹងហើយបងប្អូននេះបាំងកតោប្រេនបាំងកតោបាយបានស្អីរបស់គាត់អើយចាគេទៅឃើញខ្ញុំគេវិរត់ពេជ្រខ្ញុំដូចខ្ញុំនឹងស៊ីសាច់ដូចខ្ញុំស៊ីសាច់ដូចញ៉ាំសាច់គាត់អីចឹងបងប្អូនចារត់ពេជ្រខ្ញុំតែខ្ញុំតាមថតទៅតបានអីចឹងណាខ្ញុំអត់ឲ្យផុតរំលងឯនេះហើយកន្លែងនេះគាត់ជូនខ្ញុំមកទិញអាវខ្ញុំក៏បានទិញបានអាវខុតកាឡាក្មេងនោះមកផ្លេ5000នោះខ្ញុំទិញឲ្យកូនខ្ញុំបាន2ផ្លេហើយទិញខោកូនប្រុសច្បងខ្ញុំមួយចឹងទៅខ្ញុំក៏បានអាវយឺតមួយដែរចឹងទៅបងប្អូនណាហើយនេះនៅកន្លែងលើកជុះរ៉ូបហ្នឹងនិយាយពីថាចាយពីរនេះហ្នឹងក៏ឃើញខ្ញុំទាញទូរស័ព្ទកាន់ទូរស័ព្ទនិយាយពីខ្លាចខ្ញុំឆ្ងល់ខ្ញុំមានធ្វើអីក៏ខ្ញុំថតសោះហ្នឹងខ្ញុំថតពីការទិញខោអាវឬគាត់ដើរមកលេងដើរអីចឹងទៅបងប្អូនអត់ឲ្យខ្ញុំថតទេខ្លាចខ្ញុំមិនខ្លាចខ្ញុំគិតមិនវិញទៅយូរខ្ញុំធ្វើវីដេអូយូរដល់ណាបងចរូនមួយខ្ញុំខ្លាចខ្ញុំមកហើយហ្នឹងចាបងចរូនមួយខាងប្តីខ្ញុំចាគាត់ខ្លាចខ្ញុំហើយហ្នឹងគាត់ដូចឃើញខ្ញុំដូចខ្លាចខ្ញុំមិនដឹងទេបងប្អូនខ្ញុំចង់ភ័យខ្លួនឯងដែរចាថតគាត់លេងគាត់អត់ឲ្យថតអីចឹងទៅបងប្អូនចាខ្ញុំគាត់ឃើញគាត់ដើរចឹងទៅហើយបងប្អូនដើរមើលក្នុងវត្តអីចឹងទៅបងប្អូនអញ្ចឹងខ្ញុំជាថតលេងណាមួយគឺខ្ញុំធ្វើវីដេអូផុសពេលអញ្ចឹងខ្ញុំអត់បានផុសក៏វាស្ដាយវីដេអូអញ្ចឹងបងប្អូនចាហើយក៏អាវលើកមិញបងប្អូនគឺខ្ញុំបានមួយដែរទិញអាវនឹងបងប្អូនហើយ
ដល់ពេលខ្ញុំដើរទិញចំចាប់ដើមខ្ញុំមកមើល account ទៀតហើយបងប្អូនហើយនេះមនុស្សច្រើនមែនតើអ៊ូអរមែនតើបងប្អូនមើល account អញ្ចឹងហើយខ្ញុំមើលហ្នឹងដល់ខ្ញុំមិនមែនជាអ្នកមើលបងប្អូនចាគាត់ខ្ញុំមកជាមួយម៉ែក៏ចាំទៅវិញជាមួយគាត់អញ្ចឹងទៅបងប្អូនចាហើយខ្ញុំមើលហ្នឹងក៏បាក់ង2ដណ្ដប់ប៉ាន់ឡប់មកវិញណាហើយខ្ញុំក៏ឡប់មកវិញបងប្អូនចាប់ដើមមើលពីរបស់របរខ្ញុំទិញយកមកហូបចាមានប្រហាត់ហើយនឹងសាច់គោអាំងហើយនឹងពងទាមួយស្បោងផងហើយនោះផ្អើកូនខ្ញុំមួយក្អើខ្ញុំបាន1 2ដែរអញ្ចឹងបងប្អូនចានិយាយបងប្អូនថាឲ្យស្រកគីឡូក៏ស្រកមកកើតដែរបងប្អូនអើយជីពីទៅខ្វាក៏រឿងហូបអញ្ចឹងចាហើយវីដេអូក៏ឈានដល់ទីបញ្